សូមអញ្ញាក្រោយជំរាបសួរលោកតាលោកយាយពុកម៉ែមានបងប្អូនសម្រាប់ចាស់ស្ដាប់វីដេអូទាំងអស់គ្នាចាសូមស្វាគមន៍កាត់ភេទរុជាជីវិតនៃ Channel YouTube ដែលមានชื่อថាសោតៃដោយនាងខ្ញុំបានបង្ហាញលើវីដេអូរដងពុកម៉ែទាំងអស់គ្នាបានឃើញហើយកុំភ្លេចចុចជាម្នាក់មួយផងណាណាប់ចិត្តដល់វីដេអូទាំងអស់គ្នាសូមអរគុណទុកជាមុនចឹងហើយនេះមកជុំមួយវីដេអូថ្មីបាទនាងខ្ញុំគឺនាងខ្ញុំធ្វើជាមួយសម្លម្ជូរគ្រឿងអង្គុយសុកនឹកឃើញពុកម៉ែបងប្អូនអើយចាក៏ចាប់ដើមទៅរកគ្រឿងទេសយកមកស្លចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាជាដំបូងនាងខ្ញុំទិញបានសាច់គោចំនួន5000សាច់គោល្អពុកម៉ែបងប្អូនអើយហើយមានប្រហុកយើងចិញ្ច្រាំហើយនឹងម្ទេសឆ្អើយើងក្លុកហើយពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយខាងនេះវិញគឺមានជាមួយនឹងទឹកខ្ទិះដូងដើមរបស់យើងហើយខាងនេះគឺគ្រឿងនាងខ្ញុំបានធ្វើខ្លួនឯងចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាចំណែកតកួនយើងគឺមាន3បាត់ពុកម៉ែបងប្អូនអើយចាលាងទឹកសម្បត្តិហើយក៏ទុកបន្លែចឹងណាពុកម៉ែបងប្អូនកុំឆ្ងល់តែបាត់នាងខ្ញុំទៅណាចឹងណាទូរស័ព្ទខូចពុកម៉ែបងប្អូនអើយបានផុសវីដេអូហើយចំណែកខាងនេះវិញគឺយើងចាប់ដាំដាក់ឆ្នាំងដាំឲ្យក្តៅហើយយើងចាក់ជាមួយទឹកខ្ទិះដូងយើងចូលមកណាដើម្បីធ្វើការរំងាស់ឲ្យពុះចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាដាក់ភ្លើងរៀងខ្លាំងតិចទៅឆាប់ពុះចាអញ្ចឹងនៅពេលដែលពុះហើយយើងក៏ដាក់មួយប្រហុកយើងដើម្បីធ្វើការឆាជាមួយទឹកខ្ទិះដូងយើងឲ្យឡើងឈ្ងុយពេលដែលឈ្ងុយហើយយើងក៏ចាប់ផ្ដើមដាក់ជាមួយនឹងម្ទេសយើងក្លុកក៏ពុកម៉ែបងប្អូនទាំងអស់គ្នាចាជាមួយបន្តិចទៅពណ៌និយាយពីថាស្អាតពុកម៉ែបងប្អូននៅចាឃើញអត់នេះអូយពណ៌គួរចង់ញ៉ាំតែម្ដងអត់តាបានដាក់អីទេតែបន្ទាប់មកយើងដាក់មួយគ្រឿងយើងចូលឲ្យធ្វើការឆាត្រឡប់ចូលត្រឡប់ឡើងចូលជាតិល្អឲ្យមានក្លិនឈ្ងុយណាពុកម៉ែបងប្អូនទាំងអស់គ្នាចាបន្តមកទៀតឈ្ងុយហើយដាក់មួយសាច់យើងចូលមកឆាឈុកឆាក់បន្តិចទៅបានហើយពុកម៉ែបងប្អូនអើយព្រោះអីសាច់យើងផុយមិនបាច់ចាំមកងាស់យូរទេណាណាប់ចិត្តណាប់យើងទាំងអស់គ្នាចាឡើយនៅពេលដែលយើងធ្វើការឆាត្រឡប់ចុះត្រឡប់ឡើងហើយយើងដាក់មួយគ្រឿងទេសមានជាមួយនឹងស្ករមានជាមួយនឹងប៊ីចេងអីចឹងណាពុកម៉ែបងប្អូនអធិស្ឋានរៀងតឹងចំោះតិចពុកម៉ែបងប្អូនអើយចាអញ្ចឹងពេលយើងដាក់ជាមួយនឹងប៊ីចេងហើយយើងក៏ថែមជាមួយទឹកត្រីកន្លះវែកសម្លមកពុកម៉ែបងប្អូនឆាបន្តិចមកបន្ទាប់ពីយើងឆាបន្តិចហើយឲ្យចូលជាតិហើយយើងក៏ដាក់ចាក់មួយទឹកយើងចូលមកពុកម៉ែបងប្អូនដើម្បីធ្វើការរំងាស់សាច់យើងរំងាស់ប្រហែលជា10នាទីឆ្អិនហើយពុកម៉ែបងប្អូនព្រោះអីសាច់យើងផុយល្អពុកម៉ែបងប្អូនអើយចានៅពេលដែលយើងរំងាស់ហើយអញ្ចឹងទៅពេលដែលពុះយើងក៏ចាប់ផ្ដើមដាក់មួយតកួនមកពុកម៉ែបងប្អូនអើយហើយពេលដែលតកួនយើងនឹងចាប់ផ្ដើមពុះយើងក៏ចាប់ផ្ដើមដាក់មួយអំពិលទៅកន្លែងដាក់អំពិលនាងខ្ញុំអត់បានថតទេអធិស្ឋានផងពុកម៉ែបងប្អូនរាប់ចិត្តដល់ទាំងអស់គ្នាចាឥឡូវនេះបានឆ្អិនហើយសម្លនាងខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាដល់ពេលហ្នឹងមកហើយយើងក៏ចាប់ផ្ដើមធ្វើការភ្លក់ទៅពុកម៉ែបងប្អូននៅតកួនយើងផុយហើយយើងភ្លក់ឲ្យដឹងរសជាតិសាបប្រៃផ្អែមជូរហឹរអីចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាគាត់បញ្ចូលសម្លេងចាប់តាមលេខទៅមកទៀតហើយលើយើងធ្វើការភ្លក់ឆ្អិនហើយក៏ដួសដាក់ចានមកភ្លក់មើលថឹងថាល្មមហើយចឹងណាពុកម៉ែបងប្អូនមិនដែរសម្លម្ជូរគ្រឿងរបស់នាងខ្ញុំតំណងអត់ពុកម៉ែបងប្អូនចាប់តាមវីដេអូទាំងអស់គ្នាចាវិធីស្លគឺលឿនងាយទេពុកម៉ែបងប្អូនឲ្យបានរៀបរាប់អត់ទេណាតែប្រហែលជាមិនសូវជាខុសពីបងប្អូនម៉ានេះត្រូវអត់ចាប់តាមវីដេអូទាំងអស់គ្នាសូមធានាថាសម្លម្ជូរគ្រឿងឆ្ងាញ់បើពុកម៉ែអត់បានមានម្ហូបអីទេអាចញ៉ាំបាយមួយនាងខ្ញុំបានណាពុកម៉ែបងប្អូនទាំងអស់គ្នាចានាងខ្ញុំបានសម្លម្ជូរគ្រឿងអញ្ចឹងវីដេអូនេះខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះខ្ញុំតាមដានរហូតដល់ចប់ជូនពរពុកម៉ែបងប្អូនមានសុខភាពល្អធ្វើដំណើរទៅណាមកណាជួបប្រសពសុវត្ថិភាពហើយការទទួលទានមានបានហៅមកឆាប់ជោគជ័យដល់គោលដៅទាំងអស់គ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាបាយបាយ